ប្រិមិត្តបាទបើសិនជាយើងនិយាយអំពី UEFA Champions League ប្រិមិត្តខ្លះក៏មើលរំលងទៅលើ Bayern Munich កុំភ្លេចថាការប្រកួតបាទដែល Arsenal មានជ័យជំនះនោះគឺដោយសារតែ Bayern Munich បាត់បង់បាទកីឡាករសំខាន់បាទគឺ Luis Diaz បាទដោយសារគាត់ទទួលបានកាតក្រហមណាបាទអញ្ចឹងយើងកុំនិយាយថា Arsenal នេះអ៊ីណាអូខ្លាំងណាបាទអត់ទេបាទស៊ី Bayern Munich ច្រើនណា3-1ប៉ុន្តែកុំភ្លេចថា Bayern Munich ខ្វះកីឡាករហ្នឹងណាបាទប៉ុន្តែឥឡូវនេះសម្រាប់ Bayern Munich បាទបើទោះជាកីឡាករគាត់ត្រឡប់មកវិញច្រើនប៉ុន្តែខ្ញុំនៅនិយាយដដែលថាតំបន់ការពាររបស់គាត់នៅតែមានភាពស្ទើរស្ទះបាទទៅពិតកីឡាករល្អហើយបាទតាផងអីផងបាទច្រើនសិតតែគេកីឡាករល្អដែរប៉ុន្តែការការពាររបស់គាត់នៅតែមានលក្ខណៈស្ទើរហើយសម្រាប់ Bayern Munich បន្តពេលនេះគឺសម្រាប់ Musiala ចូលមកវិញហើយអញ្ចឹងតំបន់ប្រយុទ្ធរបស់បាទ Bayern Munich គេហៅថាខ្លាដុសស្លាប់ហើយប្រិមិត្ត Harry Kane ផង Oli ផងបាទ Luis Diaz ផងឥឡូវមាន Musiala ទៀតបាទដឹងបិទអ្នកណាទុកអ្នកណីទេប្រិមិត្តបាទដាក់គាត់ទាំង4នាក់ហ្នឹងទៅបដ ாய் បាទប៉ុន្តែពេលខ្លះដាក់ទាំង4នាក់វាអាចនឹងបាក់វិញណាប៉ុន្តែខ្ញុំទៅសារទៅឡាន Harry Kane បាទត្បិតតែគាត់ប្រយុទ្ធកណ្ដាលមែនប៉ុន្តែ Harry Kane នេះគឺលេង support វិញឥឡូវបាទប្លែកដែរណាបាទនៅតែលេង support មកវិញអញ្ចឹងមើលទៅមានការផ្លាស់ប្ដូរខ្លាំងមែនទែនបាទសម្រាប់ Bayern Munich ខ្ញុំគិតថា UEFA Champions League ឆ្នាំនេះ Bayern Munich គឺនៅតែជាអាទិភាពមួយខ្ពស់មែនទែនបាទនៅក្នុងការដណ្ដើមពានហើយពេលមកសួរថាArsenal ឈ្នះមួយសាហើយដូចខ្ញុំនិយាយមុនដែរអញ្ចឹងគឺដោយសារតែបាទ Bayern Munich បាត់បង់កីឡាករទេបាទគុំបាត់បង់កីឡាករហ្នឹងក៏បាទ Arsenal នេះក៏មិនស៊ីប៉ុណ្ណាដែរហើយណាមួយទៀតគឺលេងក្រៅដីផងបាទ